សូមស្វាគមន៍មកកាន់ Movie Recap ម្ដងទៀតថ្ងៃនេះខ្ញុំនឹងនាំអ្នកមកស្គាល់ភាពយន្តវិទ្យាសាស្ត្រសង្គ្រាមចិត្តរបស់ Espagne ដែលចេញផ្សាយនៅឆ្នាំ2013មានចំណងជើងថា The Last Days មានការបង្ហាញខ្លឹមសាររឿង Spoilers Ahead សូមប្រយ័ត្នមុននឹងស្ដាប់បន្តនៅឆ្នាំ2013មានជំងឺអាត្មាកុំមួយបានរាលដល់គ្រប់ពិភពលោកបណ្ដាលឲ្យមនុស្សមានការភ័យខ្លាចខ្លាំងក្នុងការចេញទៅក្រៅផ្ទះបើនរណាចេញក្រៅពួកគេនឹងស្លាប់ភ្លាមក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះទីក្រុងទាំងអស់คล้ายទៅជាផ្លូវទំនេរមិនមានមនុស្សនៅក្រៅសោះបុរសម្នាក់ឈ្មោះម៉ាក Delgado បានរស់នៅកន្លែងធ្វើការរបស់ខ្លួនរយៈពេល3ខែហើយគាត់រស់រានមានជីវិតដោយសារអាហារដែលនៅសល់ក្នុងបន្ទប់អាហារហើយជួយមិត្តរួមការងារជីផ្លូវក្រោមដីពីកន្លែងចតរថយន្តដើម្បីឲ្យអាចទៅដល់ស្ថានីយរថភ្លើងក្រោមដីថ្ងៃមួយម៉ាកឃើញថាមាននរណាម្នាក់បំបែកកញ្ចក់ឡានដើម្បីលួចម៉ាស៊ីន GPS ការហាងសានោះបណ្ដាលឲ្យគាត់ជីរហ័សជាងមុនហើយវាคล้ายទៅជារឿងល្អព្រោះអរគុណចំពោះគាត់ដែលធ្វើឲ្យពួកគេចាប់ផ្ដើមរកឃើញផ្លូវចេញសុវត្ថិភាពពីអាគារពេលរៀបចំចេញគាត់ឃើញថា GPS នោះស្ថិតនៅក្នុងកាបូបរបស់អ្នកគ្រប់គ្រងម្នាក់ឈ្មោះ Enrique ម៉ាកសម្រេចចិត្តទៅតាមគាត់ហើយទាមទារឲ្យបកស្រាយ Enrique យល់ព្រមញញែជាបុគ្គលប៉ុន្តែស្នើឲ្យរក្សាភាពសម្ងាត់ម៉ាក់ចាប់ផ្ដើមនឹកអំពីពេលដែលគាត់បានជួប Enrique ដំបូងនៅសម័យមុនជំងឺ Enrique ត្រូវបានជួលមកដោះស្រាយបញ្ហាផលិតភាពនៅក្រុមហ៊ុនហើយគេស្គាល់ថាជាមនុស្សដាច់ខាតគ្មានមេត្តាដល់និយោជិតគាត់ស្ទឹកម៉ាក់ចំពោះការងារយឺតយ៉ាវនិងបញ្ជាឲ្យបញ្ចប់គម្រោងមុនចប់ខែមិនដូច្នោះនឹងត្រូវបណ្តេញចេញយប់នោះម៉ាក់នៅធ្វើការដល់យប់យ៉ាងខំខ្លាំងព្រោះកូដមិនដំណើរការកាយហៅទូរស័ព្ទពីសង្សាររបស់គាត់ Julia មកសួរថាតើនឹងទៅញ៉ាំអាហារពេលល្ងាចទេតែគាត់បានសន្យាដោយមិនអាចគោរពនៅពេលត្រឡប់មកផ្ទះគាត់ឃើញ Julia ញ៉ាំអាហាររួចហើយនាងកំពុងធ្វើគំនិតគូសម្ភារៈលេងសម្រាប់ហាងរបស់នាង Julia និយាយអំពីការចង់មានកូនប៉ុន្តែម៉ាក់ឆ្លើយថាមិនទាន់ពេលទេយប់នោះម៉ាក់មិនអាចដេកបានទើបមើលទូរទស្សន៍ព័ត៌មានរាយការណ៍ថាក្មេងកាណាដាម្នាក់បានសម្លាប់ខ្លួនបន្ទាប់ពីស្នាក់នៅក្នុងផ្ទះ6ខែដោយមិនចេញក្រៅមិត្តរួមការងារម្នាក់ឈ្មោះ Rovira ក៏ចាប់ផ្ដើមបង្ហាញអាការៈច្របូកច្របល់ដែរត្រឡប់មកបច្ចុប្បន្នម៉ាកប្រាប់ Enrique ថាគាត់ចង់ទៅរក Julia ហើយ GPS ជារឿងតែមួយដែលអាចជួយរកផ្លូវក្រោមដីបានគាត់ស្នើឲ្យតម្ការអាហាររបស់ Rovira ដែលហើរជឿបតោ Enrique ព្រមចុងក្រោយពួកគេចេញទៅតាមផ្លូវក្រោមដីដែលពេញដោយមនុស្សរស់រាននិងសម្លាប់គ្នាតែពេលឈប់នៅស្ថានីយ៍មួយមានក្មេងបរទេសម្នាក់លួចកាបូប GPS របស់ Enrique ពួកគេចាប់ផ្ដើមប្រដេញគ្នាដល់ពេលជួបក្រុមប្រដាប់អាវុធមានការបាញ់គ្នាហើយ Enrique បានសម្លាប់មនុស្ស2នាក់ដើម្បីការពារខ្លួន GPS ត្រូវបានខូចខាតបន្តិចប៉ុន្តែមិនទាន់បាត់ក្រោយពេលសង្គ្រាមតាំងពីគេចាប់ផ្ដើមជួយគ្នាម៉ាក់ចាប់ផ្ដើមយល់ថា Enrique មិនមែនជាមនុស្សអាក្រក់ទៀតផងពួកគេចាប់ផ្ដើមមានស្នេហារវាងមិត្តនៅពេលក្រោយពួកគេឈានដល់ផ្ទះរបស់ម៉ាក់គាត់រកឃើញថា Julia បានទុកសន្លឹក Ultrasound ដែលបង្ហាញថានាងមានផ្ទៃពោះម៉ាក់សោកសៅយ៉ាងខ្លាំងព្រោះគាត់មិនដឹងអីអំពីកូននេះទេបន្ទាប់ពីនោះពួកគេចេញទៅបន្តរក Julia តាមផ្លូវក្រោមដីដោយប្រើ GPS នៅពេលដែលពួកគេឈានដល់វិហារពួកគេជួបសត្វខ្មាឃ្មុំមួយចេញពីសួនសត្វបណ្ដាលឲ្យមានការរត់គេអន្តរាយពួកគេសម្លាប់ខ្មាឃ្មុំពីការពារហើយបានចម្អិនសាច់វាទាំងពីរជាអាហារ Enrique និយាយថាគាត់ចង់ទៅរកឪពុកដែលស្នាក់នៅមន្ទីរពេទ្យប៉ុន្តែពេលដល់ទីនោះវាឆាបឆេះរលត់ទៅហើយគាត់ស្លាប់ចិត្តហើយចង់ធ្វើអាតឃាតប៉ុន្តែម៉ាក់ទប់ទាំងសំស័យ Enrique បានប្រគល់គ្រាប់ពូជឲ្យម៉ាក់សម្រាប់កូនរបស់គាត់ហើយស្នើឲ្យបន្តដំណើរម៉ាក់ទៅដល់ផ្សារទំនើបដែលជាកន្លែងធ្វើការរបស់ Julia គាត់រកឃើញ Andrea ដែលប្រាប់ថា Julia បានទៅពេទ្យមុនចុងក្រោយប៉ុន្តែភ្លាមនោះក៏មានការប្រយុទ្ធរវាងក្រុមរស់រាន Enrique បានមកជួយម៉ាក់ម្ដងចុងក្រោយប៉ុន្តែទទន់របួសខ្លួនហើយស្លាប់ក្នុងដៃរបស់គាត់ម៉ាក់ចាប់ផ្ដើមជឿជាក់ថាគាត់អាចឆ្លងកាត់ការភ័យកាកនោះបានដូច្នេះគាត់ចេញក្រៅដើម្បីឆ្លងផ្លូវទៅរក Julia ទោះស្លាប់ប្រហែលប៉ុន្តែគាត់អាចទៅដល់ Julia បានជោគជ័យពួកគេជួបគ្នាវិញក្នុងអារម្មណ៍ស្រឡាញ់និងសុភមង្គលឆ្នាំបន្តមកទៀតពួកគេរស់នៅជាមួយគ្នាបណ្ដូលដំណាំពីគ្រាប់ពូជរបស់ Enrique ហើយមានកូនប្រុសម្នាក់កូននោះអាចចេញក្រៅដោយមិនស្លាប់ទៀតបង្ហាញថាជំនាន់ថ្មីមិនទទួលឆ្លងជំងឺផានិកទៀតឡើយចុងក្រោយរឿងបញ្ចប់ដោយសេចក្តីសង្ឃឹមកូនប្រុសរបស់ Mark និង Julia ចេញទៅរកក្រុមយុវជនផ្សេងទៀតដើម្បីចាប់ផ្ដើមសង្គមថ្មីលើសកលលោកដែលបានបាត់បង់ហើយចប់រឿង The Last Days 2013រឿងនេះបង្ហាញអំពីសេចក្តីស្រឡាញ់សេចក្តីសង្ឃឹមនិងភាពអន់មុតរបស់មនុស្សក្នុងពេលអស់សង្ឃឹមបំផុត